ក្នុងចំណោមបេក្ខភាពទាំងអស់thì Vin ក៏ជាបេក្ខភាពមួយដែលស្រស់ស្អាតរូបសង្ហាផងដែរប៉ុន្តែក្នុងចំណោមនោះក៏មានបេក្ខភាពដែលលេចធ្លោះហើយមានអ្នកខ្លះអតីតជើងខ្លាំងដែលជាប់កម្មវិធីផ្សេងៗទាំងអស់ធ្វើថបទៀតណាយល់យ៉ាងណាដែរសម្រាប់ពួកគាត់អាចថាភ័យទេព្រួយបារម្ភទេសម្រាប់យើងសម្រាប់ខ្ញុំជំរាបសួរបងប្រុសអរគុណច្រើនដែលបានផ្ដល់ពេលស្គាល់ជាមួយក្រុមសារព័ត៌មានបងចង់ឲ្យបងប្រុសជួយណែនាំខ្លួនទៅកាន់ទស្សនិកជនបានស្គាល់ផងបាទជំរាបសួរខ្ញុំកាវិនជាតារាសម្ដែងហើយក៏ជាវិធីករមួយរូបផងដែរបាទហើយនេះខ្ញុំបានមកប្រឡងនៅក្នុងកម្មវិធីប្រកួតប្រជែងជាមួយនឹងបេក្ខភាពផ្សេងៗទៀតគឺកម្មវិធី Mr International Cambodia 2025តាមបងដឹងគេវិនដូចជាតារាសម្ដែងនៅល្បីហើយជាតារាមួយដែលលេចធ្លោនៅលើបណ្ដាញសង្គមផងដែរហើយមូលហេតុអ្វីបានជាចាប់អារម្មណ៍ក្នុងកម្មវិធីបរោះឯ Mr International Cambodia ឆ្នាំ2025បាទអរគុណមែនទែនសម្រាប់សំណួរនេះដោយសារខ្ញុំឃើញវិស័យនេះឥឡូវនេះគឺគេនិយមវិស័យ beauty pageant ហើយក៏ចង់ស្គាល់ក៏ចង់ដឹងហើយក៏ចង់យកបទពិសោធន៍ហើយមួយទៀតនោះក៏ចង់បានជ័យជំនះនៅក្នុងកម្មវិធីឬក៏ជ័យលាភីណាមួយក៏បានដែរនៅក្នុងកម្មវិធីព្រោះដោយសារចង់ឲ្យបានកម្មវិធីនេះយើងវាល្អខ្លាំងមែនទែនដោយសារតែចង់ឲ្យយើងនឹងបានបញ្ចេញសមត្ថភាពជាពិសេសកូនខ្មែរផ្សេងៗដែលគាត់មានទេពកោសល្យនិងស្នាដៃជាច្រើនអាចមកបង្ហាញទៅលើឆាកជាតិនៅក្នុងអន្តរជាតិដូចគ្នាផងដែរបាទយល់យ៉ាងណាដែរសម្រាប់ដៃគូប្រជែងដូចជាបេក្ខភាពផ្សេងៗដែលចូលរួមកម្មវិធីដែលប្រឡងជាមួយយើងនេះផងដែរនិយាយទៅក៏បេក្ខភាពផ្សេងៗទៅគាត់សិតតែខ្លាំងហើយសិតតែមានទេពកោសល្យទាំងអស់ហើយបើនិយាយពីសមត្ថភាពរបស់គាត់គឺthe best ខ្លាំងមែនទែនហើយសម្រាប់ខ្ញុំនៅតែរបៀបថាពេលខ្លះបារម្ភដែរប៉ុន្តែនៅតែព្យាយាមស្វែងរកអ្វីដែលថ្មីសម្រាប់ខ្លួនឯងជាខ្លួនឯងហើយដើម្បីទទួលបានជ័យជំនះហើយជាពិសេសហ្នឹងគឺបានបទពិសោធន៍ពីបងបេក្ខភាពផ្សេងទៀតយកមកប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃក៏ដូចជាបានស្គាល់គ្នាច្រើនមែនទែនបាទគឺវិញដូចជាមួយយ៉ាងនេះចូលប្រឡងវិញដូចជាប្រែប្រួលរូបរាងមានការសម្រករាងឬក៏យ៉ាងណាដែរដោយសារតែខ្ញុំព្យាយាមហាត់ប្រាណបងបាទធ្វើលំហាត់ប្រាណលេងកីឡាអីច្រើនហើយយើងតមអាហារយើងដៃអឺតព្រោះថាយើងបានកំពុងតែរៀបចំប្រឡងហើយក៏យើងបានត្រៀមខ្លួនឯងនៅក្នុងកម្មវិធីហ្នឹងផងដែរបងសម្រាប់កម្មវិធីបរិយាឯងមួយនេះយ៉ាងយល់យ៉ាងណាដែរព្រោះអីកម្មវិធីនេះវាខុសពីការសម្ដែងខុសពីការលេងកុនខុសពីការថត sport អញ្ចឹងណាយ៉ាងមិនដែរអាចទៅរួចទេនិយាយទៅវាខុសប្លែកពីគ្នាខ្លាំងមែនតើលក្ខណៈថានៅក្នុងនេះគឺកម្មវិធីបែបប្រកួតប្រជែងហើយបែបទាំងទេពកោសល្យទាំងចំណេះដឹងផ្សេងទៀតហើយបើសម្រាប់សម្ដែងវិញយើងគ្រាន់តែថាយើងសម្ដែងយើងមើលតែប្រូ script ទៅតាមអ្វីដែលសាច់រឿងដែលអ្នកនិពន្ធគាត់បានដាក់ឲ្យណាបងប៉ុន្តែដល់ពេលកម្មវិធីនេះគឺវាខុសគ្នាប្លែកដាក់អញ្ចឹងបាទបងក្នុងចំណោមបេក្ខភាពទាំងអស់ Kevin ក៏ជាបេក្ខភាពមួយដែលស្រស់ស្អាតរូបសង្ហាផងដែរប៉ុន្តែក្នុងចំណោមនោះក៏មានបេក្ខភាពដែលលេចធ្លោះហើយមានអ្នកខ្លះអតីតជើងខ្លាំងដែលជាប់កម្មវិធីផ្សេងៗទាំងអស់ធ្វើថបទៀតណាយល់យ៉ាងណាដែរសម្រាប់ពួកគាត់អាចថាភ័យទេព្រួយបារម្ភទេសម្រាប់យើងសម្រាប់ខ្ញុំតែងតែមានបងអារម្មណ៍ព្រួយបារម្ភព្រោះថាគាត់មានបទពិសោធន៍ច្រើននិយាយទៅគាត់នៅក្នុងវិស័យហ្នឹងគាត់ឈរឈ្មោះមុនយើងអញ្ចឹងគាត់ដើរមុនយើងអញ្ចឹងបានន័យថាបទពិសោធន៍គាត់ច្រើនហើយគាត់មាន talent ផ្សេងដែលគាត់យកមកបង្ហាញជូននៅក្នុងការប្រកួតប្រជែងមួយនេះបាទគិតថាយើងក៏ខ្លាំងដែរខ្លាំងប៉ះខ្លាំងជាជំនឿចំណានភាគរយបាទតែបើសម្រាប់ខ្ញុំព្យាយាមជឿជាក់លើខ្លួនឯង80% ហើយឲ្យបងប្អូនទាំងគ្នាក៏ដូចជាទស្សនិកជនមិនថាគណៈកម្មការដាក់បន្ទុកបន្ថែមទៀត20%ទៀតបាទអរគុណច្រើនមែនតើជាសំណួរចុងក្រោយផងដែរតើ Kevin ចង់បានអីពីអ្នកគ្រប់គ្រងដូចជាអ្នកឆ្លាញ់គ្រប់គ្រង Kevin រហូតតាំងពីក្នុងការងារការថត sport ក៏ដូចជាវិស័យភាពយន្តរហូតឥឡូវចូលក្នុងប្រឡូកក្នុងកម្មវិធីបរិយាឯកផងដែរបាទសម្រាប់ខ្ញុំពិតជាសប្បាយចិត្តហើយអ្វីដែលខ្ញុំចង់បាននោះគឺឃើញបងប្អូនក៏ដូចជា fan អ្នកគ្រប់គ្រងខ្ញុំកន្លងមកគឺស្រឡាញ់លើកទឹកចិត្តខ្ញុំហើយជាពិសេសហ្នឹងអ្វីដែលខ្ញុំចង់អរគុណហ្នឹងគឺអរគុណខ្លាំងមែនទែនដែលស្រឡាញ់ខ្ញុំបានកន្លងមករហូតពីឡើងមកដល់កម្រិតនេះមកដល់កម្រិតលើហ្នឹងប៉ុន្តែនៅតែគ្រប់គ្រងខ្ញុំចំណេញហើយមានពាក្យអីចុងក្រោយមានតែជូនពរបងប្អូនអ្នកគ្នាសូមឲ្យជួបតែសេចក្តីសុខសំណាងល្អក៏ដូចជាជោគជ័យគ្រប់ភារកិច្ចផងដែរបាទអរគុណចាស់ Kevin ជូនពរបងប្រុសជោគជ័យ SBC 369 website មានហ្គេមសប្បាយច្រើនបើមន់ជុលបៀបាការ៉ាត់បើ account ទទួលបាន 5% ធានានៅសុវត្ថិភាពខ្ពស់ 100%